ចាសួស្តីជួបគ្នាសាជាថ្មីទៀតហើយនាងខ្ញុំឆៃហៀងថ្ងៃនេះនាងខ្ញុំសូមលើកប្រធានបទមួយដែលនិយាយអំពីហេតុអ្វីចាំបាច់ចុះសម្បត្តិអាពាហ៍ពិពាហ៍ឬហៅកាត់ថាអេតាស៊ីវិលនាងខ្ញុំសូមលើកឧទាហរណ៍មួយក្នុងន័យច្បាប់ពាក្យថាឯកពលភាពគឺសំដៅទៅលើប្តីមួយប្រពន្ធមួយពាក្យនេះគេអាចប្រើបាននៅក្នុងករណីប្តីប្រពន្ធមួយគូនោះបានចុះអេតាស៊ីវិលស្របច្បាប់តែប៉ុណ្ណោះបើទោះបីជាប្តីប្រពន្ធមួយគូនោះបានរៀបការហើយក៏ដោយមិនទាន់បានចុះអេតាស៊ីវិលទេនោះពួកគេនៅតែអាចមានសិទ្ធិស្វែងរកសេវាសប្បាយនៅខាងក្រៅទៀតបានចំណុចពិសេសមួយទៀតការចុះអេតាស៊ីវិលគឺអាចការពារផលប្រយោជន៍រួមទី3អាចការពារពីជនទី3ឆ្លៀតឱកាសទី4ពាក់ព័ន្ធនឹងទ្រព្យករណីមានកូនត្រូវបែងចែក 50% ទៅឲ្យកូននិង 50% ទៀតឪពុក 25% និងម្ដាយ 25% ស្មើគ្នាអាចមានករណីខុសពីអ្វីដែលខ្ញុំនិយាយព្រោះនេះគឺជាការលើកឧទាហរណ៍ឲ្យបងប្អូនងាយស្រួលយល់មេធាវីឬតុលាការទើបអាចមានសិទ្ធិសម្រេចដោយមើលទៅតាមស្ថានភាពជាក់ស្ដែងរបស់ខេសម្នាក់ៗគឺមិនដូចគ្នានោះទេនៅមានចំណុចសំខាន់ជាច្រើនទៀតដែលខ្ញុំមិនអាចរៀបរាប់អស់នៅក្នុងវីដេអូនេះដោយសារតែពេលវេលាមានកំណត់ឃើញ logo ក្រុមហ៊ុននេះភ្ញៀវមួយចំនួនគាត់ប្រកាសជាស្គាល់ហើយដោយសារតែពួកយើងគឺបានរៀបឯកសារច្បាប់ការឲ្យពួកគាត់បានជោគជ័យច្រើនគូដែរហើយបើទោះបីជា case របស់ភ្ញៀវលំបាកយ៉ាងណាក៏ដោយសរុបជារួមមកសម្រាប់បងដែលមានដៃគូជាជនជាតិចិនមុននឹងឈានចូលការរៀបអាពាហ៍ពិពាហ៍ចាំបាច់គឺត្រូវតែធ្វើការស្នើសុំរត់ច្បាប់ការជាមុនសិនចង់ដឹងព័ត៌មានកាន់តែច្បាស់និងតម្លៃសេវារត់ឯកសារចាំតាក់ទងមកនេះខ្ញុំនៅក្នុងឆាតបានណាហើយធានាការសម្ងាត់ជូនបងទៀតផងយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ